សួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលនៅក្នុងវីដេអូនេះគឺយើងនឹងនិយាយគ្នាបន្តទៀតហើយទាក់ទងជាមួយនឹង volume profile ដោយនៅក្នុងវីដេអូមុនគឺយើងបានស្គាល់ហើយថាតើ volume profile គឺជាអីគេហើយថាតើវាមានជាមួយនឹង key term អីគេខ្លះដោយជា point control volume area high volume area low អីចឹងទៅហើយនៅក្នុងវីដេអូនេះគឺយើងនឹងធ្វើការមកនិយាយបន្ថែមទៀតថាតើអា key term ទាំងអស់ហ្នឹងគឺវា work បែបណាវាមានជាមួយនឹង use case បែបណាដោយនៅក្នុងវីដេអូមុនគឺយើងបានដឹងពីរបៀបដែលយើងមើលថាតើវាមានលក្ខណៈបែបណាហើយតែនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការមកប្រាប់បន្ថែមថាតើអាហ្នឹងគឺគេប្រើវាបែបណាវាមានជាមួយនឹងដំណើរការបែបណាអញ្ចឹងដំបូងគឺខ្ញុំសុំធ្វើការវាស់ជាមួយនឹងmarket មួយសិនដែលយើងប្រើមួយ tool volume profile ហ្នឹងខ្ញុំសុំវាស់ពី swing នេះមក swing នេះអូខេអ្នកគ្នាអញ្ចឹងយើងបានជាមួយនឹង volume profile ហើយដែលយើងឃើញហើយថាតំបន់នេះគឺជាអីគេអានេះគឺជា point control ហើយនេះគឺជា volume area high ហើយនេះគឺជា volume area low ត្រូវទេអញ្ចឹងអានេះគឺជាvolume area high សុំតែដាក់ឈ្មោះអានេះគឺជា volume area low ហើយកដាលគេនេះគឺជា POC ឬក៏ point control អញ្ចឹងបន្ទាប់ពីយើងបានមើលដឹងថាតើ point control វានៅកន្លែងណា volume area high វានៅកន្លែងណា volume area low នៅកន្លែងណាហើយខ្ញុំសូមធ្វើការនិយាយមុនគេទាក់ទងជាមួយនឹង point control យើងដឹងហើយតែវាគឺជាតំបន់មួយឬក៏ area មួយដែលផ្សារគឺវាមានជាមួយនឹង trading volume ច្រើនជាងគេនៅកន្លែងហ្នឹងហើយចំពោះ use case របស់ point control គឺជាតំបន់មួយដែលផ្សារនឹងធ្វើការមក react ឬក៏មកប៉ះកន្លែងហ្នឹងវិញហើយវានឹងមាន reaction ខ្លាំងដែលវាអាចទៅការ long ខ្លាំងដែលផ្សារវានឹងមាន reaction ខ្លាំងនៅម្ដុំហ្នឹងដែលយើងអាចធ្វើការរងចាំមើល confirm ដើម្បី entry បានឧទាហរណ៍ដូចជាកន្លែងនេះมันជា point control ត្រូវឯអ្នកគ្នាបន្ទាត់ក្រហមហ្នឹងណាអញ្ចឹងអ្នកគ្នាឃើញផ្សារវាធ្វើការឡើងមកយកជាមួយនឹង point control នេះវិញវាឡើងមកយកជាមួយនឹងម្ដុំ point control នេះវិញហើយវាមានជាមួយនឹង reaction ខ្លាំងចុះមកក្រោម long បែបហ្នឹងអាហ្នឹងហើយគឺជា use case របស់ point control ដែលយើងអាចទៅការរមើល confirm នៅម្ដុំនេះបានដើម្បីធ្វើការ entry ចឹងទៅអាហ្នឹងគឺជា point control ដែលគេប្រើវាដើម្បីមើលពី direction ទីផ្សារឬក៏ឲ្យទីផ្សារវាធ្វើការមក react នៅកន្លែងហ្នឹងហើយយើងរងចាំ confirm ដើម្បីធ្វើការ entry ហើយមួយទៀតវាក៏អាចមើលពី direction របស់ market បានដែរឧទាហរណ៍ថាផ្សារវាកំពុងតែដើរនៅក្រោម point control អញ្ចឹងមានន័យថាផ្សារហ្នឹងគឺវាអត់ទាន់អាចធ្វើការមានទំនោរបុកឡើងទៅលើវិញបានទេ direction គឺវានៅតែ strong side ឬក៏ strong bearish តែសារតែកន្លែងនេះគឺវាអត់អាចបុកបែកជាមួយនឹង point control មួយនេះហើយចំពោះករណីដែលផ្សារវាទៅការបុកផ្ដាច់អានេះបើសិនជាវាបុកបែកអញ្ចឹងមានន័យថាផ្សារហ្នឹងគឺវាចាប់ផ្ដើមធ្វើការ change direction ហើយគឺមានឱកាសខ្ពស់ដែលវានឹងធ្វើការឡើងទៅលើវិញដោយសារអីដោយសារតាមអ្នកដែលគេធ្វើការបាយហ្នឹងគឺចាប់ផ្ដើមមានវលំខ្លាំងហើយដែលវាមានទំនោរទៅរកអ្នកបាយដែលផ្សារហ្នឹងអាចនឹងធ្វើការមាន confirm ហើយឡើងទៅបន្តទៀតអាហ្នឹងគឺវាបែបហ្នឹងចំពោះ point up control ហើយវាដូចតែគ្នាទេចំពោះ volume area high ជាមួយនឹង volume area low ដែលពីរនេះគឺជា70%នៃ total volume ទាំងអស់ដែលយើងអាចធ្វើការប្រើវាជា support និង resistance បានឧទាហរណ៍បែបម៉េចឧទាហរណ៍ថាផ្សារវាកំពុងតែដើរនៅក្រោមជាមួយនឹង volume area low ហើយផ្សារវាទៅការបុកបែកជាមួយ volume area low ហ្នឹងអញ្ចឹងកន្លែងនេះវាបានខ្លាយទៅជា resistance ដែលយើងឲ្យវាទៅការឡើងមកប៉ះកន្លែងហ្នឹងគឺវាអាចនឹងមាន reaction ឬក៏ជ្រុំនៅម្ដុំហ្នឹងហើយយើងអាចទៅការរងចាំមើល confirm នៅក្នុង lower time frame ទៅដើម្បីធ្វើការ entry បានដូចជាកន្លែងនេះគឺវាទៅការមាន action ចុះមកក្រោមអ្នកនេះឃើញទេអញ្ចឹងគឺយើងអាចរងចាំមើលនៅក្នុង lower time frame ដើម្បីទៅការ entry បានវាមិនខុសគ្នាទេពី volume area high ដែល volume area high ក្នុងករណីដែលផ្សារវាទៅការបុកបាយគ
គឺកន្លែងហ្នឹងវាខ្វះជា support ដែលយើងរងចាំមើល confirm ដើម្បីទៅកាប់បាយបាននៅក្នុង lower time frame ណាអញ្ចឹងគឺវាបែបហ្នឹងចំពោះ volume area high និង volume area low ហើយផ្សេងទៀតដូចជា high volume node low volume node គឺវាមិនជាចាប់បាយប្រហែលទេដូចជា high volume node គឺជាតំបន់មួយដែលវាស្ទើរជាមួយនឹង volume low volume load sorry អ្នកនេះគឺជាតំបន់មួយដែលវាស្ទើរជាមួយនឹង volume ដែលយើងអាចចាត់ទុកវាជា liquidity បាននៅថាវានឹងធ្វើការឡើងឬក៏វាទៅការបុកផ្ដាច់កន្លែងហ្នឹងហើយចំពោះ high volume node គឺជាតំបន់ដែលវាមាន volume ច្រើនដែលសារគឺវាមាន reaction នៅម្ដុំហ្នឹងវាស្តៀងជាមួយនឹង point of control ដែលវាធ្វើសារមាន reaction អញ្ចឹងអាហ្នឹងគឺជា use case របស់ key term ទាំងអស់ហ្នឹងរបស់ volume profile ដែលខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងអាចចាប់បានពីវាហើយនៅក្នុងវីដេអូក្រោយគឺយើងនឹងធ្វើការមកមើលថាតើយើងប្រើប្រាស់វាដើម្បី entry នៅក្នុងទីផ្សារបែបណាតើវាមាន model បែបណាខ្លះដែលខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នានៅក្នុងវីដេអូក្រោយអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងអាចទទួលបាននូវចំណេះដឹងពីក្នុងវីដេអូនេះជួបគ្នានៅក្នុងវីដេអូក្រោយអរគុណ